បាទនៅពេលនេះព្រះករណាជាអម្ចាស់ជីវិតត្បូងព្រះអង្គបានយាងពីព្រះទីនាំងយន្តហោះពិសេសនៃព្រះរាជាណាចក្រកម្ពុជាហើយព្រះរាជវត្តមានសម្ដេចម៉ែជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក៏ព្រះអង្គយាងពីព្រះទីនាំងយន្តហោះនៃព្រះរាជាណាចក្រកម្ពុជាផងដែរក្នុងនោះថ្នាក់ដឹកនាំកម្ពុជានៃរាជរដ្ឋាភិបាលកម្ពុជានិងស្ថាប័នកម្ពុជានៃព្រឹទ្ធសភារដ្ឋសភាកំពុងតែទទួលនៅព្រះរាជដំណើររបស់ព្រះអង្គទាំងទ្វេនៅទីនេះនៅក្នុងវរកាសដ៏ប្រពៃនៃការយាងនិវត្តន៍វិញក្នុងការគង់ក្នុងមាតុប្រទេសរបស់ព្រះករណាព្រះមហាក្សត្រនិងសម្ដេចព្រះមហាក្សត្រីសិទ្ធិសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះប្រជារាស្ត្រដែលជាកូនចៅទួតរបស់ព្រះអង្គសូមថ្វាយសពសាធុការពរមហាប្រសើរនិងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យព្រះតេជះបារមីនៃអតីតព្រះមហាក្សត្រព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គនិងទេវតាគ្រប់ព្រះអង្គក្នុងលោកមានទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជាជាដើមសូមតាមបីបាច់ថែរក្សានិងថ្វាយព្រះពរជ័យសិរីមង្គលថ្វាយព្រះករណាជាអម្ចាស់ជីវិតត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គប្រកបតែព្រះបរមសុខគ្រប់ប្រការមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួននិងមានព្រះរាជជនមាយុយឺនយូរជាងរយព្រះវស្សាដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់កូនចៅទួតរបស់ព្រះអង្គជារៀងតទៅហើយប្រជារាស្ត្រខ្មែរទាំងអស់គឺពិតជារីករាយដែលបានទទួលដំណឹងពីព្រះរាជសុខភាពដ៏ល្អប្រសើររបស់ព្រះអង្គក្នុងការព្យាបាលព្រះរោគនៅទីក្រុងប៉េកាំងប្រទេសចិនដែលព្រះអង្គបានមានព្រះរាជសុខភាពល្អប្រសើរហើយទើបព្រះអង្គបានយាងមកកាន់មាតុប្រទេសវិញនាថ្ងៃនេះព័ត៌មានអំពីព្រះរាជសុខភាពរបស់ព្រះអង្គគឺជាក្តីសង្ឃឹមនិងក្តីរីករាយឥតឧបមាដល់ប្រជារាស្ត្រខ្មែរទូទាំងប្រទេសដែលទន្ទឹងរង់ចាំការយាងត្រឡប់មកវិញរបស់ព្រះអង្គទាំងទ្វេដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅទួតរបស់ព្រះអង្គហើយព្រះរាជវត្តមានរបស់ព្រះអង្គគឺពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅក្នុងការថែរក្សានៅសាមគ្គីភាពនិងការបង្រួបបង្រួមជាតិខ្មែរប្រជារាស្ត្រខ្មែរទាំងអស់គឺសូមបួងសួងដល់គុណបុណ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមជួយប្រោះព្រំសពសាធុការពរជ័យថ្វាយព្រះករណាជាអម្ចាស់ជីវិតត្បូងនិងសម្ដេចព្រះមហាក្សត្រីសូមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជនមាយុយឺនយូរដើម្បីបន្តគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្ត្រខ្មែរគ្រប់គ្នាសម្ដេចឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីគោរពខ្ញុំបាទសូមជម្រាបថានៅក្នុងព្រះរាជវរកាសដែលព្រះករណាជាអម្ចាស់ជីវិតត្បូងគង់ប្រថាប់នៅក្នុងព្រះបរមសារីរិកសម្បត្តិជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គតែងតែយាងអមលួងម៉ែតាមព្រះរាជគំរូព្រះករណាព្រះមហាវីរក្សត្រសម្ដេចព្រះបរមរតនកោដ្ឋនៅក្នុងព្រះរាជសកម្មភាពអប់រំសិក្សាធិការកសិកម្មវប្បធម៌សាសនាសុខាភិបាលការអភិវឌ្ឍគ្រប់វិស័យចាប់តាំងពីទីក្រុងទីប្រជុំជនរហូតដល់ជនបទដាច់ស្រយាលនៅក្នុងព្រះរាជហឫទ័យសន្តោសប្រោសប្រណីដល់ជីវភាពប្រជារាស្ត្រខ្មែរទីទាល់ក្រព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបំពេញនៅព្រះរាជកិច្ចក្នុងផ្នែកទំនាក់ទំនងអន្តរជាតិដើម្បីបុព្វហេតុនៃភាពរីកចម្រើនថ្កុំថ្កើងរបស់ជាតិមាតុភូមិនិងប្រជារាស្ត្ររបស់ព្រះអង្គជាក់ស្ដែងនៅក្នុងប្រតិទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករណាជាអម្ចាស់ជីវិតត្បូងនិងសម្ដេចព្រះមហាក្សត្រី
ព្រះវររាជមេត្តាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតព្រះអង្គតែងតែយកប្រតិទុកដាក់ជាពិសេសការយាងចុះសួរសុខទុក្ខដល់ប្រជានារីខ្មែរប្រជាកសិករខ្មែរតាមបណ្ដាខេត្តនានាជាពិសេសការប្រទាននៅព្រះរាជអំណោយរបស់ព្រះអង្គដោយផ្ទាល់ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការចែកជូនទៅដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតតាមបណ្ដាខេត្តនានាក្រៅពីនោះព្រះអង្គក៏យកប្រតិទុកដាក់ផងដែរទៅលើវិស័យសុខាភិបាលក្នុងការសាងសង់មន្ទីរពេទ្យក៏ដូចជាព្រះរាជអំណោយទៅលើផ្នែកបរិក្ខារទៅតាមមន្ទីរពេទ្យនានាផងដែរដើម្បីរួមចំណែកក្នុងសកម្មភាពរបស់រាជរដ្ឋាភិបាលក្នុងការយកចិត្តទុកដាក់ទៅលើវិស័យសុខាភិបាលនៅក្នុងវិស័យមនុស្សធម៌នៃកាកបាទក្រហមកម្ពុជាព្រះអង្គក៏បានថ្វាយនៅព្រះរាជសម្បត្តិថវិកាព្រះរាជអំណោយរបស់ព្រះអង្គផងដែរចូលរួមជាមួយនឹងកាកបាទក្រហមកម្ពុជានៅក្នុងបេសកកម្មមនុស្សធម៌ដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលជួបនឹងគ្រោះមហន្តរាយផ្សេងដូចជាគ្រោះរាំងស្ងួតគ្រោះទឹកជំនន់ខ្យល់ព្យុះខ្យល់កន្ត្រាក់ផ្សេងគឺព្រះអង្គបានថ្វាយព្រះរាជអំណោយនេះតាមរយៈកាកបាទក្រហមកម្ពុជាផងដែរក្រៅពីនោះដោយដែលសម្ដេចអារម្មណ៍លោកជំទាវបានជ្រាបហើយនៅក្នុងអំឡុងពេលដែលកម្ពុជាយើងជួបនៅវិបត្តិ COVID-19 ព្រះអង្គក៏បានបរិច្ចាគនៅទ្រព្យធនផ្ទាល់ខ្លួនរបស់ព្រះអង្គដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនៅជំងឺ COVID-19 រួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីឲ្យរាជរដ្ឋាភិបាលមានឱកាសក្នុងការទប់ស្កាត់ការប្រយុទ្ធប្រឆាំង COVID-19 នេះប្រកបដោយភាពជោគជ័យផងដែរបាទហើយថ្ងៃនេះគឺជាថ្ងៃដ៏មហានក្ខត្តឫទ្ធិដ៏ខ្ពង់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកម្ពុជានៃព្រឹទ្ធសភារដ្ឋសភារាជរដ្ឋាភិបាលដែលបានជួបជុំគ្នាក្នុងព្រះរាជពិធីទទួលនៅព្រះរាជដំណើររបស់ព្រះអង្គដោយផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិដេជោនេះដែលព្រះអង្គទាំងទ្វេបានសពព្រះរាជហឫទ័យស្ដេចជាងមកកាន់មាតុប្រទេសវិញក្រោយពីព្រះអង្គបានយាងគង់ប្រថាប់ព្យាបាលជំងឺនៅទីក្រុងប៉េកាំងប្រទេសចិន